ខ្ញុំមានសំណួរពីអតិថិជនមួយគាត់សួរថាសម្រាប់ប្រព័ន្ធប្រភេទចម្រោះទឹកហើយបំពង់អ៊ីណុកដូចគ្នាតើពីរហ្នឹងវាខុសគ្នាមិនអញ្ចឹងខ្ញុំនឹងទៅសួរក្រុមការងាររបស់ខ្ញុំបន្ថែមទៀត Hello ជប៉ុន Hello អូន មកទៀតហើយសំណួរថ្មី នេះដឹងមានសំណួរអីទៀតផង មានសំណួរនោះគឺអតិថិជនគាត់ឆ្ងល់ថាចាសម្រាប់ប្រព័ន្ធចម្រោះទឹកស្អាតគាត់សួរថាប្រព័ន្ធពីរហ្នឹងខេអ៊ីណុកដូចគ្នាហើយវាខុសគ្នាមិនខ្លាំងអញ្ចឹងណាជប៉ុន អូអ៊ីណុកពីរហ្នឹងហ៎ ហ្នឹងហើយបង ហ្នឹងហើយអញ្ចឹងចំពោះអតិថិជនគាត់សួរថាតើប្រភេទអ៊ីណុកដូចគ្នាបែបនេះតើពីរនេះខុសគ្នាបែបណាអញ្ចឹងចំពោះសបកអ៊ីណុកនៅខាងមុខនេះខ្ញុំនេះដែលមានខ្ញុំបង្ហាញនេះគឺជាប្រភេទ US Pro ចម្រោះទឹកអញ្ចឹងសបកគឺអ៊ីណុកដូចគ្នាប៉ុន្តែតួនាទីនៅខាងក្នុងគឺយើងមានជាបដូរប្រភេទចាបដូរនោះគឺមានតួនាទីច្រោះនៅកកកតិដីដែលមានកម្រិតគឺចាប់ត្រឹម 0.01 មីក្រូនទេអញ្ចឹងប្រព័ន្ធនេះគឺយើងសម្រាប់ប្រើប្រាស់ក្នុងការចម្រោះទឹកស្អាតកកដីតែប៉ុណ្្នឹងទេហើយចំពោះប្រភេទអ៊ីណុកនេះអូនឃើញអ៊ីណុកចឹងដូចគ្នាប៉ុន្តែតួនាទីនៅខាងក្នុងនោះគឺយើងប្រើប្រភេទបដូរបន្សុទ្ធទឹកគឺបដូរ AO ដែលយើងធ្វើការបន្សុទ្ធទឹកគឺមានតួនាទីកម្រិតនៃការចាប់នោះគឺរហូតដល់ 0.001 មីក្រូនអញ្ចឹងចំពោះកម្រិតនៃការចាប់គឺធ្វើការខ្លាំងល្អជាងប្រភេទចម្រោះទឹកស្អាតតែចំពោះប្រភេទ AO នៅខាងក្នុងនេះគឺមានតួនាទីកម្រិតគឺធ្វើការខ្លាំងជាងចម្រោះទឹកស្អាត អូខេអរគុណបង ចាអរគុណ